ម៉ែមិនមានសិទ្ធិនឹងមកទៀមទាយកទៅវិញទេគេប្រាប់ត្រង់យ៉ាងណាមកយើងដល់នេះគេនិយាយយកទៅឈឺចាប់ក្នុងចិត្តគេថាយើងបោះបង់យើងអត់រវល់វែងចោលដល់គេឃើញទៅទំនេរក៏គេមករសាថែរសាយកទៅតាមពិតគេមកដណ្ដើមយកពីយើងទៅគេប្រើធ្វើសង្គ្រាមច្បាំងដណ្ដើមយកពីយើងណានឹងសំប្រកិននឹងជំរាបព័ត៌មានយ៉ាងណាទឹកដីរបស់កម្ពុជាយើងមានវិសាលភាពធំណាស់ពីបុរាណមកtrongគណៈអាត្មាភាពបានសិក្សារៀនសូត្រអំពីប្រវត្តិសាស្ត្រខ្មែរនឹងពីឆ្នាំ50រៀងមកឃើញគេថាពងសាវតាខ្មែរណាពងសាវតាហ្នឹងគេនិយាយពីប្រវត្តិទឹកដីប្រទេសជាតិយើងទាំងអស់តែប្រទេសកម្ពុជាយើងនេះមានវិសាលភាពធំទូលំទូលាយណាស់ខាងលិចហ្នឹងទល់នឹងទន្លេសាលូអង់និងប្រទេសភូមាណាអត់មានថៃទេទន្លេសាលូអង់ស្រុកភូមាព្រមផ្ទាល់ទន្លេជើងទល់នឹងចិនឯកើតទល់នឹងចម្ប៉ាហាណូយត្បូងទល់នឹងសមុទ្រអ៊ំណាបើមិនដឹងជាផែនទីនឹងមិនដឹងសពថ្ងៃនៅមានដែរឬក៏បាត់បង់ដែរមិនដឹងទេអាហ្នឹងខ្ញុំណាអាត្មាហ្នឹងរៀនពីក្មេងអញ្ចឹងព្រះអង្គគិតមើលមកស្ងៃនៅត្រឹមប៉ោយប៉ែតពីសៀមរាបទៅប៉ោយប៉ែត148គីឡូទេតើពីប៉ោយប៉ែតទៅទន្លេសាលូអង់នោះប្រហែលជិះយន្តហោះប្រហែលមកទៅភូមាណាគិតមើលអាដែលបាត់បង់ហ្នឹងវាធំជាងទឹកដីបច្ចុប្បន្នហ្នឹងពីជើងទល់ចិនស្ងៃនៅជើងភ្នំដងរែកផ្លាស់នៅលើខ្នងភ្នំពាក់កណ្ដាលភ្នំបានតែប៉ុណ្ណឹងឯងទៅខាងនោះបានគេទាំងអស់ជាសិស្សប្រាសាទព្រះវិហារណានៅលើភ្នំដងរែកប្រាសាទព្រះវិហារនេះមុខប្រាសាទហ្នឹងទៅជើងទៅដីសៀមព្រោះភ្នំដងរែកនេះវាមានកម្ពស់តែខាងដីខ្មែរយើងទេដល់ទៅសៀមវាចម្រៀងចឹងខាងខ្មែរយើងធ្លាក់ចឹងពីប្រវត្តិសាស្ត្រថាអាស៊ីអគ្នេយ៍ប្រទេសកម្ពុជាពីមុនជាសមុទ្រទេភ្នំដងរែកនេះវាច្រាំងសមុទ្រប៉ុន្តែយូរទៅសមុទ្រវាចេះតែរីងថយអត់ទៅក៏គូកើតជាដីប៉ិនវាយូរដែរចង់រាប់សែនឆ្នាំទៅហើយត្រឹមបានវាក៏កើតជាទឹកដីនឹងបាននៅខាងសៀមវារិចជ្រាលដូចចឹងបានប្រាសាទព្រះវិហារត្រូវធ្វើបែរមុខទៅជើងណាចិនដើរទៅជើងមកខាងខ្មែរយើងវាចង្រាក់ដាច់ចឹងសៀមគេថាបោះគេដែរទៅប្រកាសណាបាទនរោត្តមសីហនុលោកបដិងទៅអង្គការសហប្រជាជាតិក្តីនឹងសៀមឈ្នះបានមកវិញឥឡូវបានមកហើយនេះគេថាប្រាសាទព្រះវិហាររបស់ខ្មែរបាក់ដីជុំវិញប្រាសាទនោះរបស់ថៃអញ្ចឹងទៅទៀតប្រាសាទរបស់ខ្មែរបាក់ដីជុំវិញប្រាសាទនោះរបស់ថៃខ្មែរចូលលើប្រាសាទឯណារួចអូយបញ្ញាសិនយើងគិតទៅគួរឲ្យសោកស្ដាយជាទីបំផុតសំណោះកេរតំណែងរបស់ពុទ្ធបរិសរបស់យើងហ្នឹងដែលលោកបន្សល់ទុកឲ្យយកសម្រៀបរាប់ពីប្រាសាទដែរសម្រាប់ជនជាតិកម្ពុជាយើងនេះខ្មែរយើងមិនសូវមានអ្នកណាមួយចំណាប់អារម្មណ៍នឹងបេតិកភណ្ឌរបស់ជាតិយើងប្រាសាទនេះហ្នឹងទេតែសម្រាប់ពួកបរទេសដូចជាពួកអឺរ៉ុបពួកអាមេរិកជាដើមគេចំណាប់អារម្មណ៍ណាគេសុខចិត្តចំណាយប្រាក់រាប់ពាន់ដុល្លារធ្វើដំណើរឆ្លងទ្វីបតាមអាកាសហ្នឹងមកកាន់ទឹកដីកម្ពុជាយើងដោយវាល្បីថានៅប្រទេសកម្ពុជាហ្នឹងមានប្រាសាទដែលសាងឡើងពីថ្មហ្នឹងអស្ចារ្យណាស់គេផ្សាយឃើញតាមរូបភាពរូបស្រីអីទស្សនាវដ្តីទៅគេឃើញជាចង់ឃើញចង់ដឹងព្រោះគេដឹងថាអាយុប្រាសាទហ្នឹងវាជាង1000ឆ្នាំមកហើយដូចថាជាង1000ឆ្នាំមុននោះនៅទ្វីបគេហ្នឹងគេមិនទាន់ធ្វើអីកើតទេខ្មែរយើងជាង1000ឆ្នាំមុនយើងធ្វើប្រាសាទថ្មកើតគេគិតចំណាប់អារម្មណ៍ចឹងគេនាំតែមកមើលគេឃើញតាមតែរូបភាពរូបថតទស្សនាវដ្តីកសែតទៅគេស្មាននឹងអង្គរវត្តនៅវាតូចស្មាននៅប្រាសាទនឹងវាតូចដល់គេធ្វើមកគេមកដល់ដំណើរដល់ឃើញរូបភាពតាមកិនទៅដល់នោះប្រសិនមិត្តអង្គរកិនគេក៏លេចឃើញគេស្រេចផ្លឹកមិត្តផ្លឹកក៏ពួកបរទេសណាគេថាគេស្មាននៅប្រាសាទនឹងវាតូចដល់ឃើញវាធំយ៉ាងហ្នឹងគេអស្ចារ្យណាស់គេថាចាំ1000ឆ្នាំមុនណាមិនទាន់មានណាផលិតបង្កើតគ្រឿងចាក់គ្រឿងអីយឹតយោងលើកថ្មអីកើតផងតើខ្មែរនឹងបានអីទៅលើកថ្មទាំងដុំប៉ុន្តែលើគ្នាម្ដុំទម្ងន់រាប់តោនគេស្រែកផ្លិតបាត់ក៏គេអស្ចារ្យប្រាសាទដែលគេទៅមកឃើញ
แต่ខ្មែរយើងអត់សូវបានចំណាប់ចាប់អារម្មណ៍តែជួនកាលអ្នកស្រុកនៅក្បែរអង្គរវត្តហ្នឹងកើតពីក្មេងទៅចាស់មិនដែលចូលទៅក្នុងបរិវេណអង្គរនោះផងគាត់អត់ឃើញពីផ្ទះគាត់ពីឆ្ងាយឃើញកំពូលប្រាសាទប្រកបដែរចូលเลยមកជីវិតគាត់អញ្ចឹងអត់មានចំណាប់អារម្មណ៍ទេឡើយសោះវាដល់មកសប្តាហ៍ថ្ងៃបច្ចុប្បន្នសប្តាហ៍ថ្ងៃនេះទៀតក៏មិនសូវមានចំណាប់ចាប់អារម្មណ៍អីដែរសម្រាប់ជនជាតិយើងបានតែនឹងឯងដែលគួរឲ្យសោកស្ដាយយើងមានសម្បត្តិធនធានកេតនភណ្ឌនឹងកាត់ថ្លៃមិនបានទៅយើងអត់ចំណាប់អារម្មណ៍អីសោះតែពួកបរទេសគេចំណាប់អារម្មណ៍ជាជាងយើងទៅទៀតគេចំណាយប្រាក់មកធ្វើទស្សនកិច្ចសិក្សាពីប្រាសាទប្រាសាទអង្គរវត្តនេះប្រាសាទនេះពីមុនមិញវាជាបេតិកភណ្ឌរបស់ជាតិយើងទេដល់ឥឡូវរាជរដ្ឋាភិបាលលោកបញ្ចូលប្រាសាទទាំងអស់ហ្នឹងទៅជាបេតិកភណ្ឌពិភពលោកវាទៅជាសម្បត្តិរបស់មនុស្សជាតិលើសកលលោកពីមុនមិញផុសខ្មែរដល់ឥឡូវនេះទៅជាសម្បត្តិរបស់សញ្ជាតិមនុស្សនៅលើសកលលោកទាំងអស់គេឲ្យទិញអញ្ចឹងថារបស់នេះជារបស់មនុស្សទាំងអស់គ្នាតែយើងក៏មានចិត្តទូលំទូលាយដែរតាមពិតវាកេតនភណ្ឌគេដូនតាយ៉ាងតែប៉ុន្តែយើងផ្សាយចុះរបស់ដែលវាអស្ចារ្យនៅលើលោកមានតែមួយប៉ុណ្ណឹងឯងឲ្យវាទៅជាសម្បត្តិមនុស្សលោកទៅព្រោះយើងជាតិជាមនុស្សដូចតែគ្នាអ្នកណាក៏ជាមនុស្សឲ្យទៅនៅលើផែនដីមនុស្សទាំងអស់គ្នាឲ្យទៅជាសម្បត្តិមនុស្សជាតិវានិយាយពីសិល្បៈការរចនាតុបតែងវាល្អស្អាតគ្មានអីធៀបទេរហូតដល់ដូនតាចាស់អ្នកសៀមរាបនេះពីសួរតាអង្គរវត្តណាធ្វើគេថាវិសកម្មទេវបុត្រប្រអិនដែលមកធ្វើណាមានថាមនុស្សណាក៏មានដឹងថាមនុស្សធ្វើណាគេថាទេវតាប្រអិនដែលមកធ្វើឲ្យណាជំនឿវាអស្ចារ្យពេកគិតថាមនុស្សយើងធ្វើវាអត់កើតទេនៅប្រាសាទអង្គរវត្តអីហ្នឹងម្ល៉េះគាត់ថាទេវតាមកធ្វើវិសកម្មទេវបុត្រនោះមកសាងថ្វាយទៅប្រកេតមេលាព្រះបាទសូរិយាវរ្ម័នទី2នោះទៅអញ្ចឹងព្រះបាទសូរិយាវរ្ម័នទី2ហ្នឹងឈ្មោះខ្មែរដូនតាយើងថាប្រកេតទុកមេលាអានោះវារឿងព្រេងនិទានមកខាងគាត់ដែលលោកមកប្រមូលមេដាលោកបដិសន្ធិនឹងចាប់កំណើតលោកឲ្យសពឃើញប្រអិននឹងយកកម្រងផ្កាមកដាក់លើពោះអញ្ចឹងបានដល់ប្រកេតទុកមេលាណាអានេះរឿងរ៉ាវខាងខ្មែរយ៉ាងណាបើសិលាចារៈវាផ្សេងក៏និយាយថាប្រអិនមកធ្វើអោបើអ្នកដែលអត់មានបញ្ញាត្រូវតែជឿថាយ៉ាងឯងបើយើងអ្នកមានបញ្ញាយើងទៅពិនិត្យមើលប្រាសាទនឹងទៅឃើញមានឯកសារបញ្ជាក់ជាក់ស្ដែងយើងប្រកន្លែងខ្លះសាងអត់ទាន់ហើយទេធ្វើមិនទាន់ហើយទេបើរូបអប្សរទើបនឹងបានដើរខ្សែជារៀងមុខរៀងវិញមិនទាន់បានរំលេចសង្កត់ឲ្យវាផុសឡើងជារូបរាងច្បាស់លើអត់ទេនៅជាគំនូសនៅឡើយក្បាច់ក្បូរខ្លះទៀតគ្រាន់តែបានទៅដើររៀងតែមិនទាន់បានរំលេចឲ្យវាផុសជាក្បាច់ទេចាំដល់និមន្តនឹងអញ្ជើញទៅសង្កេតមើលផងណាបានថាហ្នឹងទៅមិនមែនទៅមើលថ្មហ្នឹងទេថ្មយើងដឹងរួចតែប្រាសាទមកបើទៅមើលសិល្បៈអីដែលគេធ្វើណានេះទៅពិនិត្យមើលហ្នឹងតែពិនិត្យមើលទៅឃើញថារបស់ទាំងអស់ប្រាសាទសំបីប្រាសាទអង្គរធ្វើអត់ទាន់ហើយទេនៅច្រើនណាដូចជាទៅខាងកើតនៅមិនទាន់ធ្វើបានធ្វើចិនដើធ្វើអីបណ្ដោថ្មតំដុំទៅភាគខាងកើតបើសារធ្វើនៅវាយូរឆ្នាំពេក30-40ឆ្នាំហ្នឹងវាយូរពេកទៅព្រោះកើតសង្គ្រាមកើតចម្បាំងអីទៅក៏រវល់ធ្វើសង្គ្រាមចម្បាំងក៏បោះបង់អាហ្នឹងចោលហើយអានេះខ្ញុំណាអាត្មានឹងសុំប្រគេនព័ត៌មានអញ្ចឹងដល់ទៅមើលទៅឃើញថាហ្នឹងមិនមែនប្រអិនធ្វើទេបើទេវតាប្រអិនមកធ្វើលោកធ្វើដោយរិទ្ធមិនមែនធ្វើដោយកម្លាំងទេធម្មតារបស់អ្វីធ្វើដោយរិទ្ធគឺការជប់ការនិមិត្តគឺថាធ្វើហើយក៏ស្រេចហើយវាអត់មានតាណាតអីសោះទេអញ្ចឹងដល់នេះឃើញកន្លែងដែលធ្វើមិនទាន់ហើយច្រើនបានថានឹងមនុស្សតែធ្វើណាបញ្ជាក់ប្រាប់ថាអញ្ចឹង
แบบโดนตาเป็นดามนั้นกระทับเอ็นได้หมดเพื่อนเราเคยบนละออปีเดียวผู้วิสัยทำมันได้ทุกการไม่พออ่านแต่มือดมทมอต่างๆชำนาญเราตะขึ้นตันเคยไม่เลิกไม่กล้าเนี่ย